បាទសួស្តីប្រិយមិត្តទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញណែនាំពីរបៀបដាក់ខ្មែរ keyboard នៅលើ Windows 10 ក៏ Windows 10 មានអ្នកខ្លះអញ្ចឹងគាត់ត្រូវការតម្លើង keyboard ទៀតនៅពេលដែលគាត់តម្លើង Windows ហើយមិនទាន់ដឹងថាគេដាក់ keyboard ខ្មែរត្រូវទៅសេបែបណាដើម្បីឲ្យបានហើយអ្នកខ្លះទៀតគាត់តម្លើងទៅគឺវាមានហើយអ្នកខ្លះទៀតវាអត់ដឹងថាត្រូវដាក់បែបណាទី1ទីហៅថាបើសិនជាយើងតម្លើង Windows ហើយយើងចង់ដាក់ជាខ្មែរគឺយើងអត់ដឹងទៅសេមិនទេអង់គ្លេសចាញ់ក្នុងនេះវាអត់មានទេអញ្ចឹងដើម្បីដាក់គឺយើងចូលទៅកាន់ Windows គឺយើងចុចលើនេះរូប Windows ហើយយើងយកពាក្យ setting នេះ setting នេះសម្រាប់ Windows 10 Windows 8 Windows 8.1 10 series តាមលំដាប់ Pro អីចឹងគឺមានដូចគ្នាបន្ទាប់មកសូមជ្រើសរើសនៅផ្នែកនេះ Time and Language ចុចលើវាបន្ទាប់មកសូមជ្រើសរើសនេះ Language Region and Language ដល់កន្លែងហ្នឹងគឺអ្នកទាំងអស់គ្នានឹងឃើញពាក្យថា language តមកចុចពាក្យ add a language កន្លែងហ្នឹងគឺមានន័យថាយើងធ្វើការ add នៅក្តារចុចតមកសូមធ្វើការសេជាភាសាអង់គ្លេសវាយថាខ្មែរយើងតមកយើងធ្វើចុច add បន្ទាប់ពីយើងចុចមកកន្លែងត្រង់ចំណុចនេះវាមាន key ឲ្យយើងឃើញនេះមានពីរប្រភេទហើយគឺខ្មែរអញ្ចឹងត្រង់កន្លែងដែលដាក់ជាភាសាខ្មែរនេះគឺយើងអាចចុច option វាមើល keyboard ដែលទៅតាម standard ដែលយើងធ្វើការយកមកប្រើជាទូទៅនៅលើ keyboard សម្រាប់ Windows ច្រើនយក standard តាម NIDA អញ្ចឹងយើងចុចមក add keyboard មកតង់ទៀតយកពាក្យថាខ្មែរ keyboard នេះខ្មែរ NIDA អញ្ចឹងយើងធ្វើការ remove key នេះចោលព្រោះ key នេះប្រើ space ខ្មែរមួយនេះប្រើ space ដើម្បីដាក់ជើងដល់ពេលនេះប្រើអក្សរ J NIDA ប្រើអក្សរ J ដើម្បីដាក់ជើងអញ្ចឹងយើងដកមួយនឹងចោលយកទៅមួយនឹងទៅបានហើយតបមកយើងចុច back មកវិញអូខេឥឡូវគឺថាវិធីសាស្ត្រនៃការដាក់ក្តារចុចភាសាខ្មែរនៅលើ Windows 10 គឺត្រូវបានចប់ដោយសពគ្រប់តែម្ដងឥឡូវយើងចាប់ផ្ដើមធ្វើការសរសេរជាភាសាខ្មែរដោយចុចនៅ Shift Alt ដោយចុចនៅ Shift Alt ហើយចុចនៅ C បូកនឹង L ជាស្រ័យ C បូកនឹង L នៅលើ keyboard របស់អ្នកទាំងអស់គ្នាដើម្បីដូរមកជាភាសាខ្មែរបន្ទាប់មកអ្នកទាំងអស់គ្នាសូមមើលកន្លែងនេះនេះ EN មានន័យថាជាភាសាអង់គ្លេសអូខេនៅពេលដែលយើងចុច Shift Alt គឺដូរជាភាសាខ្មែរចេញអក្សរខ្មែរក៏ប៉ុន្តែនៅក្នុងចំណោមនេះក៏មានដាក់អក្សរឲ្យប្រើថា key ហើយនិង space key និង space ហ្នឹងក៏ដូរភាសាដែរនេះឃើញទេបើសិនតែយើងចុច key រូបសញ្ញា Windows ហើយនឹង space ហ្នឹងក៏ដូរភាសាបានដូចគ្នាដែរឃើញទេគឺយើងអាចដូរបានដូចគ្នារបៀបដូរនៅភាសាខ្មែរបន្ទាប់មកសូមសាកល្បងក្តារចុចខ្មែរបាទលើ Windows 10គឺជាការស្រេចនេះស្របចប់ហើយគ្រាន់តែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនានៅកលឹះខ្លីៗពី Channel សាកល្បងអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច Like Share Subscribe Channel ដើម្បីទទួលបាននៅកលឹះថ្មីៗពី Channel សាកល្បងBye bye.